បើសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមានបាទផ្ទះជាន់ខាងលើហើយចង់ឡើងមួយជាន់ទៀតតែអត់ចង់ប្រើចេញពីថ្មទេបងប្អូនអាចកលេចមើលជាមួយនឹងស្លឹកស័ង្កសីគីបស្នោពីខាងក្រុមហ៊ុន SY បាទម៉ូតប្រភេទ2ភ្លីនេះគឺបងប្អូនអាចប្រើបានទាំងដំបូលនិងជញ្ជាំងហើយសម្រាប់គុណសម្បត្តិរបស់វាគឺទី1វាស្រាលបាទតែគុណភាពមាំហើយវាជួយការពារសំឡេងកម្ដៅគឺបានល្អខ្លាំងមែនទែនហើយសម្រាប់ប្រភេទនេះផងដែរបងប្អូនយើងប្រើយូរឆ្នាំក៏វាមិនងាយស្លេកស្លកពណ៌ដែរហើយអ្វីដែលកាន់តែពិសេសទៀតប្រភេទស្លឹកស័ង្កសីខាងក្រុមហ៊ុន SY បើសិនជាប្រភេទគ្រើមបាទជាទូទៅយើងអាចប្រើនៅតំបន់មាត់សមុទ្រឬក៏តំបន់ភ្នំបាទដែលវាមានសំណើមទឹកប្រៃហើយនឹងមានសំណើមជាប់ដូចទៅតំបន់ភ្នំក៏បាទអាចយកទៅប្រើប្រាស់បានដែរมันងាយនឹងឡើងច្រេះទេបងប្អូនទាំងអស់គ្នាបាទអញ្ចឹងធម្មតាសំណង់នៅផ្នែកខាងលើបើយើងប្រើចេញពីថ្មវាមិនងាយនឹងការដំឡើងទេបងប្អូនទាំងអស់គ្នាហើយសម្រាប់ការប្រើប្រាស់ជាមួយនឹងស្លឹកស័ង្កសីគីបស្នោគឺវាដំឡើងលឿនចំណេញពេលវេលាបាទមិនធ្វើឲ្យអាគារយើងធ្ងន់ខ្លាំងទេបាទអញ្ចឹងបងប្អូនដូចឃើញស្រាប់ហើយបាទពណ៌នេះគឺស្អាតខ្លាំងហើយបងប្អូនចាំតាមដានមើលសម្រាប់ការប្រាស់ជាមួយនឹងស្លឹកស័ង្កសីគីបស្នោបាទទី1គឺបាទគឺវាមិនងាយនឹងប្រែពណ៌ទេបងប្អូនអរគ្នាมันងាយស្លេកស្លកពណ៌ហ្នឹងហើយសម្រាប់ម៉ូដបាទដូចបងប្អូនឃើញស្រាប់ហើយវាស្អាតប្លែកខុសពីគេបងប្អូនអរគ្នាហើយសម្រាប់ដបូលនេះគឺពេញនិយមខ្លាំងមែនទែនសម្រាប់ម៉ូដ2ភ្លីនេះហើយសម្រាប់ពណ៌ខាងខ្ញុំមាន2ពណ៌ឲ្យបងប្អូន3ពណ៌បាទយើងមានពណ៌រាងប្រផេះកម្មៅនឹងមួយបាទនេះរូបរាងស្លឹកស័ង្កសីបងប្អូនអរគ្នាផ្នែកខាងក្រៅគឺវាមានភ្លីបាទខាងក្នុងគឺផ្ទៃរាបស្មើស្អាតហើយអញ្ចឹងបើជាទូទៅបងប្អូនដូចជាអត់ចាំបាច់ដេកូអីទៀតក៏បានដែរហើយសម្រាប់ពណ៌យើងមានពណ៌រាងប្រផេះខ្មៅពណ៌រាងក្រហមនិងពណ៌រាងស្លឹកឈើចាស់អូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាមានតម្រូវការអាចតាក់ទងបានជាមួយ SY